សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំ model មួយគ្រឿងដែលកំពុងពេញនិយមនៅស្រុកយើងតើចង់ដឹងថា model មួយគ្រឿងនោះគឺជាប្រភេទ ម៉ូតូអ្វីដែរកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំដូចតទៅនេះមកដឹងទាំងអស់គ្នាថាតើវាមានចំណុចអ្វីខ្លះដែលល្អនិងចំណុចអ្វីខ្លះដែលយើងគួរតែពិចារណាទៅលើវាមុននឹងចូលដល់ចំណុចខ្វះខាតនិងចំណុចល្អរបស់វាយើងមកដឹងពីឈ្មោះវាសិនគឺ model ប្រភេទនេះគឺម៉ូតូអូតូគឺ model វាឈ្មោះថា Click Honda Click 2026 Click 2026វាមានរូបរាងស្អាតនិងស័ក្តិសមក្នុងការប្រើប្រាស់ប្រចាំថ្ងៃម៉ាស៊ីនរបស់វាខ្លាំងនិងសន្សំចៃសាំងក្នុងការធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយបានល្អប្រសើរវាមានប្រព័ន្ធកូនសោឆ្លាតវៃនិងមានកន្លែងដាក់អីវ៉ាន់ធំទូលាយសម្រាប់ប្រព័ន្ធសោឆ្លាតវៃ Smart Key វាអនុញ្ញាតឲ្យយើងបញ្ឆេះម៉ូតូពីចម្ងាយដោយមិនចាំបាច់ចាក់សោផ្ទាល់នោះឡើយហើយវាក៏មានមុខងារសម្រាប់ស្វែងរកម៉ូតូនៅកន្លែងមនុស្សច្រើនឬក៏មានចំណតម៉ូតូច្រើនដើម្បីឲ្យយើងស្វែងរកម៉ូតូដោយងាយស្រួល Honda Click 2026វាមានចង្គៀងខាងមុខជាប្រភេទអំពូល LED ងាយស្រួលក្នុងការធ្វើដំណើរនៅពេលយប់និងមើលផ្លូវឃើញច្បាស់ល្អសម្រាប់ប្រព័ន្ធហ្វ្រាំងរបស់វាវិញហ្វ្រាំងមុខជាប្រភេទហ្វ្រាំង Touch Disc Brake ចំណែកហ្វ្រាំងក្រោយរបស់វាវិញជាប្រភេទហ្វ្រាំង Trambu Strum Brakes បូករួមទាំងប្រព័ន្ធ CBS ដែលធ្វើឲ្យការចាប់ហ្វ្រាំងមានលំនឹងនិងមានសុវត្ថិភាពប្រព័ន្ធបូម Suspension របស់ Honda Click 2026វាមានបូមមុខជាប្រភេទ Telescopic ចំណែកបូមក្រោយជាប្រភេទបូមទោលធ្វើឲ្យការជិះមានលំនឹងល្អប្រសើរក្នុងការធ្វើដំណើរចំណែកឯប្រព័ន្ធសាំងរបស់វាវិញគឺវាប្រើប្រព័ន្ធប៊ិចសាំងដែលធ្វើឲ្យការស៊ីសាំងរបស់វាគឺមានកម្រិតទាបមែនទែនតើបងប្អូនយល់យ៉ាងណាដែរចំពោះ Honda Click 2026នេះវាមានរូបរាងស្អាតនិងស៊ីវិល័យនិងទាន់សម័យទៀតផងចំណុចខ្វះខាតរបស់វាវិញគឺត្រង់តម្លៃរបស់វាគឺរៀងខ្ពស់បន្តិចហើយសម្រាប់បងប្អូនគួរពិចារណាតើគួរជាវឬមិនជាវសម្រាប់ Honda Click នេះគឺវាមាន2ស៊េរីគឺកម្លាំង 125cc និងកម្លាំង 160cc ចង់បដូររសជាតិថ្មីកុំភ្លេចមើល Honda Click 2026វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកសម្រាប់កំហុសខុសឆ្គងត្រង់ចំណុចណាដែលខ្ញុំនិយាយទៅមិនបានលម្អិតឬក៏ខ្វះទោះត្រង់ចំណុចណាសូមអធិស្ឋានចង់បានព័ត៌មានថ្មីពីម៉ូតូនិងតម្លៃម៉ូតូកុំភ្លេចចុច like និង Subscribe របស់ Channel ខ្ញុំដើម្បីទទួលបានវីដេអូថ្មីជាច្រើនទៀតនៅពេលដែលខ្ញុំផុសពេលក្រោយជាបន្តបន្ទាប់ទៀតអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត